hai chỉ miền đại châu á nàng vàបញ្ហាដោយសារតែមានអ្នកខ្លះគាត់ទើបតែចូលក្រោយណានឹងជាបញ្ហាសម្រាប់ការរៀនអញ្ចឹងទៅក៏ត្រូវទទួលបាទរៀនបណ្ដាទទួលបណ្ដាអញ្ចឹងណាអូខេអញ្ចឹងចំពោះអ្នកដែលចូលអត់តាន់អីគឺចាំមើលវីដេអូតាមក្រោយទៀតទៅអូខេអញ្ចឹងសម្រាប់បាទសំណួរទី1ណាគេសួរថាតើសីតុណ្ហភាពគឺជាអ្វីបាទតាំងដែលអក្សរអ្វីមានຂະຫນាត់គិតជាអ្វីខ្លះបាទមានរូបមន្តដូចម្ដេចអូខេអញ្ចឹងបងប្អូនអាចរៀនឆ្លើយខ្លួនឯងណាបាទរៀនឆ្លើយខ្លួនឯងសាកឡូមើលទៅបាទសីតុណ្ហភាពគឺជាអ្វីបាទតាំងដែលអក្សរអ្វីខ្លះបាទមានຂະຫນាត់គិតជាអ្វីខ្លះហើយមានរូបមន្តដូចម្ដេចបាទចានេះគឺជាសំណួរមួយដែលលើកចេញពីមេរៀន thermodynamic បាទដែលសិក្សាអំពីសីតុណ្ហភាពហើយនិងកម្ដៅហើយក្នុងនឹងដែរក៏បានសិក្សាអំពីឧស្ម័នបរិសុទ្ធផងដែរចំណុចនៃឧស្ម័នបរិសុទ្ធនេះគឺមានរៀននឹងមានរៀននៅថ្នាក់ទី12បន្តទៀតបាទអញ្ចឹងចំពោះចម្លើយណាសីតុណ្ហភាពវាជារង្វាស់កម្រិតកម្ដៅនៃអង្គធាតុមួយអានេះគឺជានិយមន័យខ្លីយើងអាចចាំតែប៉ុណ្្នឹងក៏បានដែរថាសីតុណ្ហភាពនោះវាគឺជារង្វាស់កម្រិតកម្ដៅនៃអង្គធាតុមួយឬក៏បើយើងឲ្យនិយមន័យវែងបាទសីតុណ្ហភាពគឺជាទំហំមួយកំណត់កម្រិតក្ដៅឬក៏កម្រិតត្រជាក់របស់អង្គធាតុមួយឬក៏តំបន់ណាមួយបាទអញ្ចឹងតកតងជាមួយនឹងបាទតាំងដែលអក្សរបាទគឺតាំងដែលអក្សរ T ចំពោះសីតុណ្ហភាពដាច់ខាតបាទឬក៏យើងហៅមួយយ៉ាងទៀតថាសីតុណ្ហភាព Kelvin ណាអក្សរ T ធំណាបាទតាំងឲ្យសីតុណ្ហភាពដាច់ខាតឬក៏សីតុណ្ហភាព Kelvin ចំណែកឯ T តូចបាទគឺយើងតាំងវាជាសីតុណ្ហភាព Celsius បាទដែលជាសីតុណ្ហភាពគិតជាអង្សាសេតាមពិតទៅនៅមានមួយទៀតហ្នឹងគឺអក្សរ F បាទអក្សរ F គឺជាសីតុណ្ហភាព Fahrenheit បាទអូខេចំពោះຂະຫນាត់បាទຂະຫນាត់យើងដឹងហើយនេះសីតុណ្ហភាព Kelvin ឬក៏សីតុណ្ហភាពដាច់ខាតហ្នឹងមានຂະຫນាត់គិតជាKelvin បាទតាមអក្សរ K ហើយសីតុណ្ហភាព Celsius បាទមានຂະຫນាត់គិតជាអង្សាសេនឹងឯងហើយចំណែកសីតុណ្ហភាព Fahrenheit មានຂະຫນាត់គិតជា Fahrenheit បាទចំពោះរូបមន្តបាទរូបមន្តទំនាក់ទំនងណារវាងសីតុណ្ហភាព Kelvin និងសីតុណ្ហភាព Celsius គឺបាទ T ធំស្មើនឹង T តូចបូក273បាទចំណែកឯរូបមន្តមួយទៀតនោះតើតើមួយសីតុណ្ហភាព Fahrenheit គឺdegree F ស្មើនឹងបាទ1.8ចែក1.8 គុណនឹងបាទតេបូកនឹង32បាទអញ្ចឹងយើងនឹងជួបរូបមន្តហ្នឹងនៅក្នុងលំហាត់នេះពេលបន្តិចទៀតបាទអញ្ចឹងចំពោះសំណួរទី1បាទប៉ុណ្ណឹងបាទជាការណែនាំខ្លីៗអូខេបាទសូមទាំងអស់គ្នារងចាំបន្តិចណាត្រូវបាទទៅដោះស្រាយបញ្ហាកូនសិស្សមួយក៏ទឹកតោះមានវិណាគេចានាឃើញចម្លើយនៅមកឆ្លើយមកបាទសិកៅហ៎តើសិកៅឃើញចម្លើយហ្មងឃើញទី1ឃើញ313.15 Kelvin 313.15ណា313.15បាទត្រូវហើយតើចម្លើយទី2 113អង្សាសេ113អង្សា Fahrenheit មិនទៅចេញអង្សាសេវិញច្រឡំមនុស្សឡំហ៎អូខេត្រូវហើយអរគុណណាអ្នកផ្សេងទៀតឃើញចឹងដែរណា
តាអញ្ចឹងយើងទៅដល់លំហាត់បន្ទាប់លំហាត់ទី3តកតងជាមួយនឹងអគ្គិសនីម្ដងបាទគេថាកងដុង starter 1មាន capacity C ស្មើនឹង 6.0 microfarad ត្រូវបានតភ្ជាប់ទៅនឹងតង់ស្យុង VAB ស្មើនឹង 12.0 V បាទចូលគណនាបន្ទុកនៃកងដុង starter នេះបាទអញ្ចឹងបាទយើងមើលដំណោះស្រាយបាទយើងមើលស្រង់បំរាប់សិនមកយើងស្គាល់ capacity ណាគឺ C ស្មើ6 microfarad បាទហើយអញ្ចឹងយើងអាចប្រវែកវាទៅជា farad ទៅយើងដឹងហើយមីក្រូស្វ័យគុណវាគឺដក6ណាអញ្ចឹងយើងអាចសេទៅជា 6.0 គុណ10សេគុណដក6 farad អញ្ចឹងរូបមន្តតង់ស្យុងគឺថាតង់ស្យុងទៀត VAB គឺស្មើនឹង 12.0 V បាទអញ្ចឹងរូបមន្តដែលយើងអាចកណនារកបន្ទុករបស់កងដុង starter គឺគុយស្មើនឹងបាទ C គុណនឹង VAB បាទ capacity គុណទៅនឹងតង់ស្យុងណាបាទយើងចំនួនលេខចូលបាទគឺយើងយក6.0 គុណដល់សេគុណដល់6បាទគុណនឹង12មកយើងទទួលបានចម្លើយ72គុណនឹង10សេគុណដល់6គិតជាគូឡុំបាទឬក៏យើងអាចសរសេរទៅជាបាទ72មីក្រូគូឡុំព្រោះមីក្រូនេះវាស្មើនឹង10សេគុណដល់6បាទអញ្ចឹងនេះគឺជាដំណោះស្រាយណាសម្រាប់លំហាត់ទី3តាឥឡូវចូលដល់លំហាត់ទី4បាទព្រោះយើងសាកធ្វើមកណាព្រោះទុកពេលឲ្យ2នាទីទៀតចាស់បាទនាំគ្នាធ្វើលំហាត់ទី4កណ្ដុង starter 1មាន capacity C ស្មើ4 microfarad បាទត្រូវបានភ្ជាប់ទៅនឹងតង់ស្យុង VAB ស្មើនឹង 9.0 V អញ្ចឹងកណនាបន្ទុកកណ្ដុង starter នេះនាំគ្នាកណនាបន្តិចណា លោកគ្រូឃើញ36គុណ10សេគុណដក6គូឡុំ36គុណដល់សេគុណដក6គូឡុំបាទត្រូវហើយឬក៏36មីក្រូគូឡុំណាអូខេត្រឹមត្រូវតោះអញ្ចឹងយើងបន្តទៅទៀតចូលដល់លំហាត់ទី5បាទលំហាត់ទី5តកតងជាមួយអគ្គិសនីទៅតែគេថា circuit RC1 មាន resistance R ស្មើនឹង100 អូមនិង capacity C ស្មើនឹង 2.0 nanofarad បាទចូលគណនាថេពេលនៃ circuit នេះបាទយើងថេពេលនៃ circuit តាំងតែអក្សរតណាបាទអញ្ចឹងយើងស្រង់បំរាប់មកបាទយើងស្គាល់អីខ្លះគឺ resistance R ស្មើ100 អូមបាទ capacity 2 nanofarad បាទអញ្ចឹង nano គឺ10សេគុណដក9ណាបាទអញ្ចឹងយើងបាន 2.0 គុណ10សេគុណដក9 farad បាទអញ្ចឹងរូបមន្តមកវាគឺតូស្មើ R គុណនឹង C បាទដូចដែលយើងបានដឹងមុនហ្នឹងអញ្ចឹងចំនួនលេខចូលមកបាទអញ្ចឹងយើងបាន100គុណនឹង2.0គុណដល់សេគុណដក9បាទអញ្ចឹងយើងស្មើនឹងបាទអញ្ចឹង100ស្វ័យគុណវា2ណាមានន័យថា10សេគុណ2អញ្ចឹងយើងយក10សេគុណ2ទូទាត់ជាមួយ10សេគុណដក9ទៅអញ្ចឹងមានន័យថា10សេគុណដក7បាទអញ្ចឹងយើងបាន 2.0 គុណ10សេគុណដក7ឬក៏យើងអាចសរសេរទៅជាអានេះយើងអាចសរសេរទៅជា0.2បាទបើយើងអានេះ2បើយើងសេទៅជា 0.2 បាទត្រូវហើយបើនេះយើងសេជា 0.2 អានេះត្រូវគុណជាមួយ10ស្វ័យគុណដក6ណាបាទព្រោះយើងកលក្បៀមកខាងមុខវិញបាទអញ្ចឹងស្វ័យគុណនេះថយស្វ័យគុណអវិជ្ជមានថយអញ្ចឹង 0.2 គុណ10សេគុណដក6អញ្ចឹងយើងអាចសរសេរទៅជា 0.2 មីក្រូវិនាទីបាទនេះគ្រាន់តែជាការសរសេរដើម្បីឲ្យងាយស្រួលមើលណាកុំឲ្យមានស្វ័យគុណអីតែប៉ុណ្្នឹងទេ
លោកគ្រូកន្លែងនេះដូចអត់តន់ព្រោះសុំថាមិនបានអត់ កន្លែងសេជាស្វ័យអត់ស្វ័យគុណនេះមែន ចាគ្រូ ហ្នឹងហើយចេះអឺកន្លែងនេះ 2.0 គុណដល់សេគុណដក7អញ្ចឹងណាបាទអញ្ចឹងគ្រូចង់សួរថាបើយើងកន្លែងនេះបើយើងទៅសេ 2.0 នេះឲ្យទៅជា 0.2 វិញត្រូវគុណដល់សេគុណប៉ុន្មានយើងកុំអាគិតអាស្វ័យគុណដក7នេះណាគិតត្រឹម 2.0 សិន 2.0 ហើយបើយើងចង់សេវាទៅជា 0.2 វិញមានន័យថាយើងត្រូវអង្គក្បៀននេះមកមុខមកខ្ទង់មែនទេបាទបើយើងសរសេរទៅជា 0.2 វិញណាវាត្រូវគុណដល់សេគុណដកប៉ុន្មាន 10ស្វ័យគុណដកអញ្ចឹងកន្លែងហ្នឹងចេះអ្វីដែលយើងត្រូវគិតហ្នឹងគឺយើងចង់ទៅសេសេរីស្វ័យគុណនេះឲ្យទៅជាស្វ័យគុណដក6បាទអញ្ចឹងដើម្បីឲ្យស្វ័យគុណនេះទៅជាស្វ័យគុណដក6មានន័យថាអានេះត្រូវអង្គស្វ័យគុណអង្គក្បៀសនេះមកមុខមកខ្ទង់អង្គមុខមកខ្ទង់អញ្ចឹងមានន័យថា 2.0 ទៅជា 0.2 អញ្ចឹងដើម្បីបដូរពី2.0 ឲ្យទៅជា 0.2 វិញមានន័យថាត្រូវយក 0.2 ហ្នឹងគុណនឹង10ឥឡូវយើងសាកមើលសាកយក 0.2 គុណ10មើលយើងឃើញ 2.0 វិញអត់បាទប្រកាសជាឃើញមិនអញ្ចឹងហ៎ ឃើញគ្រូ ហ្នឹងហើយអញ្ចឹងគោលបំណងនៃការសរសេរ 0.2 ហ្នឹងដើម្បីឲ្យកន្លែងនេះវាមាន10សេគុណ1យក10សេគុណ1ទៅទូទាត់ជាមួយ10សេគុណដក7ទៅបាន10សេគុណប៉ុន្មាន10សេគុណ1គុណជាមួយ10សេគុណដក7អញ្ចឹងយើងទទួលបាន10សេគុណដក8អេដក6អស់ច្រឡំគ្រូដក6ហ៎ដក6និងដក7ហ្នឹងគ្រូដក1អសេគុណ1 10សេគុណ1ដក6បាទដក6ហ្នឹងបាទដក6អញ្ចឹងយើងបានសេគុណដក6អាសេគុណដក6ហ្នឹងគឺវាស្មើនឹងមីក្រូនេះយល់ទេចាបាទអញ្ចឹងចាំគេហៅវាថាម៉េចនេះអាហ្នឹងអនុពហុគុណហ្នឹងហើយអនុពហុគុណបាទតម្លៃខាងតូចបាទវាមានចាប់ពីមីលីដក3អញ្ចឹងហ៎មីលី10សេគុណដក3អីទៀតមីក្រូ10សេគុណដក6បាទណាណូ10សេគុណដក9ចុះលើសពីណាណូមានដឹងអីទៀតទេមានអីទៀតទេអីគេអាហ្នឹងអសខ្ជូលគ្រូខ្ញុំភ្លេចឈ្មោះអត់មែនខ្ជូលអសភីនេះបាទសូភីនេះគឺ2កោហ្នឹងហើយ2កោ10សេគុណដក12ហ្នឹងហើយមីក្រូបាទមីក្រូណាណូ2កោនៅមានមួយទៀតនៅមានបាទនៅមានអសធីមួយទៀតអសធី thì nó Tera. tera mình តេរ៉ា10សេគុណ12បាទអូខេតាអញ្ចឹងយើងបន្តទៅទៀតទៅបាទលំហាត់ចូលដល់លំហាត់ទី6បាទលំហាត់ទី6នេះគឺទុកឲ្យពួកយើងអ្នកអនុវត្តតាគឺទុកទៅឲ្យ2នាទីដើម្បីបាទកញ្ញាឲ្យចេញចម្លើយមកណាតស្មើប្រមាណបាទតានាំគ្នាធ្វើតិចទៅ150កុំ4.0កុំ10ដក9 2
2 300 គុណ10ស្វ័យគុណដក9 ខូ A6 ដល់ពេលគុណចេញ600គុណ10ស្វ័យគុណដក9ហ្នឹងយើងប្រវាយ600ដាក់ជាស្វ័យគុណវិញមែនគ្រូ mày ấy mình ăn vậy ấy cô từ giờ tắt nhầm tích này ta chùm lại khi mãn như vậy bà xịt keo ấy ta ឃើញ0.6 មីក្រូវិនាទី 0.6 micro vị nè vì tí bà trầm trời nè nè 0.6 micro vị tí đó đấy chứ ta này dân xem chết to nó mơ mơ mình đây ngon đấy và ở miền tây dương từ một biển chả bán đề mười buổi về dòng dài tầng quỳ ngào ấy và từ ngày họ tới mơ liệt hiện ở đây là sao buổi dương mình tên đó để dương cho tục đã sao ta na cột lỗ à từ một biển mà chỉ chạm ok ta chẳng dương và to từ tía đó nè lùm hạt ti bầm mùi hay lùm hạt ti bầm bần mà bây giờ mình là đọc pi lùm hạt đó ta lấy cho từ đó và của Usman Bosat về nhảy Usman Bosat muối miền sầm biệt và đọc atmosphere nó at ấm nóคือ atmosphere 能 miệt với mà nâng 200 cm គីបស្ថិតនៅសីតុណ្ហភាពទេស្មើ25អង្សាសេចូលគណនាចំនួនម៉ូលនៃឧស្ម័ននេះបាទគេប្រាប់ទៀតណាចំនួនម៉ូលគឺ n តូចហ្នឹងដោយកំណត់យកថេឧស្ម័នបាទ air ស្មើនឹង 0.082 បាទលីត្រ atmosphere ក្នុង1ម៉ូល Kelvin បាទនេះពួកយើងប្រហែលជាឆ្ងល់ហើយថាបានមកពីណាណាអញ្ចឹងតម្លៃនេះវាជាតម្លៃថេឧស្ម័នដែលគិតជាលីត្រ atmosphere ក្នុង1ម៉ូល Kelvin នៅក្នុងសភៅពុំគេទៅសេដូចជាប៉ុន្មាន1.1ប៉ុន្មាននេះបាទគឺយើងមានគេណាចាំហ៎ក្នុងសភៅពុំគេសេបាទដូចជាមិនសេតម្លៃប៉ុណ្ណឹងឯងបាទ1.ជាងបាទ1.31មិនដឹងអីនេះប៉ុន្តែຂະຫນាតវាមិនមែនគិតជាលីត្រទេណាបាទគិតជាហ្ស៊ូឯណាវាគិតជាហ្ស៊ូបាទក្នុង1ម៉ូល Kelvin បាទចាអានេះតម្លៃវា 0.082 នេះຂະຫນាតវាត្រូវគិតជាលីត្របាទ atmosphere ក្នុង1ម៉ូល Kelvin បាទអូខេទីទៀតនៅក្នុងពេលដោះស្រាយលំហាត់គួរនឹងបញ្យល់ឲ្យថាយើងត្រូវធ្វើម៉េចណាបើយើងចង់ប្រើថេឧស្ម័នដែលមានតម្លៃប៉ុណ្ណឹងតើយើងត្រូវធ្វើម៉េចអូខេអញ្ចឹងយើងស្រង់បំរាប់សិនមកសម្ពាធ10 atmosphere បាទមៀត200 cm គីបបាទអញ្ចឹង200 cm គីបបើយើងចង់ប្រវែកវាទៅជាលីត្រយើងត្រូវប្រវែក cm គីបហ្នឹងឲ្យទៅជា decimet គីបបាទពួកយើងត្រូវដឹងថា1 decimet គីបស្មើនឹង1មីលីត្រកន្លែងហ្នឹងណាបាទអញ្ចឹងកន្លែងនេះហេតុអីបានយើងត្រូវប្រវែកវាទៅជាលីត្រមិនក៏មិនប្រវែកវាទៅជាម៉ែត្រការ៉េម៉ែត្រគីបទៅបាទអញ្ចឹងចម្លើយហ្នឹងគឺដោយសារតែនេះថេឧស្ម័នយើងនេះគេឲ្យមកគិតជាលីត្រឃើញទេអញ្ចឹងមៀតកន្លែងហ្នឹងគឺត្រូវប្រវែកវាទៅជាលីត្រដែរអានេះហើយសម្ពាធបាទត្រូវគិតជា atmosphere បាទកន្លែងហ្នឹងណាបាទមើលតាមរូបមន្តមើលតាមຂະຫນាតរបស់ថេឧស្ម័ននេះប្រវែកធ្វើម៉េចឲ្យត្រូវតាមຂະຫນាតរបស់ថេឧស្ម័នអាហ្នឹងទើបយើងកណនាលេខទៅត្រឹមត្រូវណាបាទអញ្ចឹងហ៊ានមើលតាមហ្នឹងមកបាទ
ចឹងមកtheo ស្មានយើងគិតជា zoo ក្នុង zoo Pascal ក្នុង1 mol Kelvin អញ្ចឹងសម្ពាធនេះក៏យើងត្រូវប្របែកទៅជា Pascal ហើយមាត្រនេះគិតជាម៉ែត្រគីបចឹងទៅបាទ ដូចគ្នាណាបាទធ្វើម៉េចឲ្យຂະຫນាតដូចគ្នាចឹងដើម្បីកុំឲ្យពិបាកបើគេឲ្យtheo ស្មានមកប៉ុណ្ណឹងហើយយើងព្យាយាមប្រវែកសម្ពាធមាត្រអីឲ្យត្រូវតាមនឹងវិញមកបាទកន្លែងហ្នឹងគឺកលឹះវាមានតែប៉ុណ្្នឹងទេណាចឹងកន្លែងនេះបញ្ជាក់មួយសារទៀត200សង់ទីម៉ែត្រគីបបាទបើយើងចង់ប្រវែកវាទៅជាលីត្រដំបូងយើងត្រូវប្រវែក200សង់ទីម៉ែត្រគីបហ្នឹងឲ្យទៅជាដេស៊ីម៉ែត្រគីបសិនចឹងដើម្បីប្រវែកសង់ទីម៉ែត្រគីបទៅដេស៊ីម៉ែត្រគីបគឺយើងត្រូវអង្គិលនេះរាប់ទៅមុខ3ខ្ទង់បាទអញ្ចឹងរាប់មកអានេះ1 2 3អញ្ចឹងគ្មាននៅកន្លែងនេះអញ្ចឹងតម្លៃលេខគឺ 0.2 ដេស៊ីម៉ែត្រគីបឃើញទេកន្លែងហ្នឹងសង់ទីម៉ែត្រគីបបាទថ្នាក់មួយខ្ទង់តែដាក់បាន3លេខកន្លែងហ្នឹងណាបាទអញ្ចឹងពីសង់ទីម៉ែត្រគីបទៅដេស៊ីម៉ែត្រគីបគឺខុសគ្នា10សេគុណដក3បាទយើងអាចយក200ទៅគុណនឹង10សេគុណដក3ក៏បានដែរហ្នឹងវាចេញជាដេស៊ីម៉ែត្រគីបហើយបាទអញ្ចឹង200គុណ10សេគុណដក3វាឃើញ 0.2 នឹងឯងបាទអញ្ចឹងយើងអាចចំណាំក៏បានដែរ200សង់ទីម៉ែត្រគីបបាទអញ្ចឹងបើយើងចង់ឲ្យវាយទៅជាលីត្រគឺ0ណាតាម0.1មក 0.2 អញ្ចឹងមកតទៀតបាទចូលដល់សីតុណ្ហភាពអញ្ចឹងដោយសារតែនៅក្នុងនេះຂະຫນាតរបស់theo ស្មាននេះគិតជា Kelvin អញ្ចឹងសីតុណ្ហភាពក៏ត្រូវតែបដូរពីអង្សាសេទៅជា Kelvin ដែរឃើញទេអញ្ចឹងដើម្បីបដូរពីអង្សាសេទៅ Kelvin គឺត្រូវយកបាទសីតុណ្ហភាពគិតជាអង្សាសេហ្នឹងទៅបូកនឹង273ជាក់ស្ដែងកន្លែងនេះទៅត្រូវមាន0.15ទៀតតែកន្លែងនេះគេកាត់ចេញគេខ្ជិលបាទកតុយហ្នឹងគេកាត់ចោលហ្មងគេយកតែ275មកកណនីមកបាទអញ្ចឹងសីតុណ្ហភាពគិតជា Kelvin គឺស្មើនឹង298 Kelvin បាទtheo ស្មានបាទប៉ុណ្ណឹងទៅតែទេបាទបន្ទាប់មកយើងចំនួនលេខបាទរូបមន្តបាទយើងសេរូបមន្តមក PV ស្មើ NRT បើយើងចង់ឲ្យ N គឺស្មើនឹង PV ចែកនឹង RT អូខេអញ្ចឹងការជួសលេខចូលជួសឲ្យត្រូវទៅតាមអក្សរអក្សរ P ស្មើប៉ុន្មានមក10អញ្ចឹងយើងជួសលេខ10ចូលមកអក្សរ V បាទមាត្រ 0.2 អញ្ចឹងជួស 0.2 ចូលមកអក្សរ O អក្សរ A ហ្នឹងបាទ 0.082 បាទហើយ T នេះគឺ298បាទចឹងក្នុងការកណនីយើងគុណផ្នែកខាងលើដោយផ្នែកខាងលើគុណផ្នែកខាងក្រោមដោយផ្នែកខាងក្រោមមកអញ្ចឹង10គុណ 0.2 បាន2បាទ 0.082 គុណនឹង298ឃើញ 24.436 បាទបន្តទៀតយើងយក2ចែកនឹង 24.436 ចឹងយើងចែកទៅបាទតម្លៃវាប្រហែលជា 0.0818 មកបើយើងយក3កន្ទង់ក្រោយកបៀអានេះវា 0.082 ណាបាទនេះយើងផ្គត់ឡើងមួយ8ផ្គត់ឡើងបាទទៅជា 0.082 មកបាទអញ្ចឹងចម្លើយវាមានប៉ុណ្ណាមានចម្ងល់អីអត់អាចសួរមុននឹងយើងចូលទៅអនុវត្តលំហាត់តាមានទេមានពីណាចង់សួរអីទេមកប្រហែលនេះអូខេ9ជាងអត់ទេណាបាទស្ងាត់ជាអញ្ចឹងប្រហែលជាអត់មានទេតែអញ្ចឹងចូលដល់លំហាត់តែហ្មងទៅតាសាកមើលលំហាត់នេះអនុវត្តបាទសិស្សហ្នឹងអនុវត្តសិស្សគឺមកសិស្សជាអ្នកធ្វើលំហាត់ហ្នឹងឧស្ម័នបរិសុទ្ធមួយមានសម្ពាធពេស្មើ5អាត់ម៉ូស្ហ្វែរនិងមាត្រ400សង់ទីម៉ែត្រគីបស្ថិតនៅសីតុណ្ហភាពទេស្មើ27អង្សាសេ
ចូលកណនីចំនួនម៉ូនីស្មាន n ដោយកំណត់យកថេវស្មាន o ស្មើនឹង 0.082 បាទលីត្រអាត់ម៉ូស្ហ្វែរក្នុង1ម៉ូកែលវិនតាគោទុកពេលឲ្យពួកយើងធ្វើ2នាទីតារៀនណារៀនកណនីលេខឲ្យស្ទាត់ឲ្យសមក្នុងការកណនីតែលោកគ្រូខ្ញុំឃើញ 0.08 ម៉ូល 0.08 ម៉ោលអញ្ចឹងហ៎ បាទ អូខេតោះមើលចម្លើយមើលចឹងអូខេបាទ400សង់ទីម៉ែត្រគីបស្មើ 0.4 លីត្រណា27អង្សាសេស្មើនឹង300កែលវិនបាទចំនួនលេខចូលមកបាទត្រូវហើយ 0.08 បាទបើយើងយក2ខ្ទង់ណាបើយើងយក3ខ្ទង់ 0.0881 បាទត្រឹមត្រូវតោះអញ្ចឹងបន្តទៅទៀតមានពីណាឆ្ងល់អីកន្លែងនេះអាចសួរនាំណាអត់ច្បាស់កន្លែងណាសួរបញ្ជាក់ក្នុងការរៀនសូត្រគឺបែបហ្នឹងណាកុំទុកបាទកាលណាទុកយូរអត់ចេះកាន់តែច្រើនឡើងវាទៅជាអត់ចេះហើយយើងមានអីជាងត្រូវសួរប្រញាប់សួរអូខេអញ្ចឹងមើលស្ងាត់អញ្ចឹងបានន័យថាมันមានជាបញ្ហាទេយើងបន្តទៅមុខទៀតលំហាត់ទី9បាទឧទាហរណ៍គ្រូភាលអត់មួយធ្វើលំយោអាម៉ូនិកតាមអា OX បាទដែលមានសមីការ x តេស្មើ9ស៊ីន9ផៃតេបូកផៃលើ2បាទគិតជាសង់ទីម៉ែត្រណាបាទអញ្ចឹងកន្លែងនេះគិតជាសង់ទីម៉ែត្របានន័យថា x នេះគិតជាសង់ទីម៉ែត្របាទហើយamplitude កន្លែងហ្នឹងក៏ត្រូវគិតជាសង់ទីម៉ែត្រណាវាយើងកណនីបាទអញ្ចឹងសំណួរកគេឲ្យយើងកណនី amplitude បាទ pulsation ផាសដើមខួបនិងហ្វ្រេកង់បាទទី2ចូលរកទីតាំងរបស់ភាលអត់នៅគណៈពេល t ស្មើ 0.50 វិនាទីបាទលំហាត់នេះដូចជាយើងធ្លាប់ជួបហើយនៅក្នុងវគ្គទី1របស់យើងណាការរៀនវគ្គទី1អញ្ចឹងឃើញថាអញ្ចឹងឯងលំហាត់នេះបាទតែអត់មានអីពិបាកទេងាយបាទមើលឃើញនឹងភ្នែកចម្លើយរបស់វាតែអញ្ចឹងយើងមើលតែម្ដងកណនី amplitude pulsation ផាសដើមនិងខួប ហ្វ្រេកង់បាទអញ្ចឹងយើងធ្វើការប្រៀបធៀបជាមួយទម្រង់ទូទៅរបស់វាគឺ x ស្មើនឹង a sin omega t បូក phi បាទអញ្ចឹងយើងបាននេះប្រៀបធៀបសមីការទូទៅជាមួយនឹងសមីការដែលគេឲ្យនេះអញ្ចឹងយើងឃើញហើយនៅពីមុខ sin ហ្នឹងអាហ្នឹងជាតម្លៃរបស់ a ណារបស់ amplitude អញ្ចឹងយើងទាញតាមនឹងតែម្ដងគឺ amplitude a ហ្នឹងស្មើនឹងបាទ9ណាអញ្ចឹង9ហ្នឹងຂະຫນາດវាគិតជាសង់ទីម៉ែត្រដោយសារគេបញ្ជាក់ប្រាប់ថាគិតជាសង់ទីម៉ែត្រនេះហើយទៀត pulsation ណាអញ្ចឹង pulsation គឺកន្លែងនេះបាទអូមេហ្គានេះបាទអូមេហ្គាយើងដកតាតេចេញទៅ
សល់ម៉ាត់គឺអូមេហ្គាណាកន្លែងនេះអូមេហ្គាតេចឹងយើងដកតាតេចេញបាទសល់ម៉ាត់គឺអូមេហ្គាចឹងអូមេហ្គាស្មើនឹង9ផៃបាទចឹងខ្នាតវាគិតជារ៉ាត់យ៉ង់ក្នុង1វិនាទីផាតដើមគឺមុំហ្វីបាទចឹងមុំហ្វីគឺនៅក្រោយសញ្ញាបងនេះចានៅក្រោយសញ្ញាបងគឺផៃលើ2ចឹងផាតដើមគឺស្មើនឹងផៃលើ2រ៉ាត់យ៉ង់អូខេដល់ពេលខួបយើងអាចកណនាតាមរូបមន្ត2ផៃលើអូមេហ្គាបាទអញ្ចឹងយើងបាន2ផៃលើបាទអូមេហ្គាយើងឃើញខាងលើមិញមក9ផៃយើងជួសចូលមកអញ្ចឹងផៃសម្រួល1ផៃអស់អញ្ចឹងវានៅសល់2លើ9វិនាទីអានេះយើងចង់ចែកទៅជាចំនួនទស្សភាពក៏បានទុកប៉ុណ្ណឹងអញ្ចឹងក៏បានដែរដល់ពេល frame កង់យើងប្រើរូបមន្តមកបាទ s ស្មើ1លើt បាទស្មើនឹង9លើ2នេះជះនេះវិញបាទពីព្រោះ t ស្មើនឹង2លើ9ដល់ពេល s វាជាពី t ឲ្យវិញគឺ9លើ2អញ្ចឹងយើងចែកទៅជាចំនួនទស្សភាពទៅវាស្មើនឹងបាទ 4.5x បាទអញ្ចឹងយើងរួចសំណួរកចូលដល់សំណួរខបាទទីតាំង PLS នៅខណៈ t ស្មើនឹង 0.5 វិនាទីអញ្ចឹងយើងយកតម្លៃ 0.5 ទៅជួសចូលសមីការកន្លែងនេះបាទអញ្ចឹងយើងបាន 0.5 ហ្នឹងវាស្មើនឹង1លើ2ណានេះជួសចូលកន្លែងនេះ1លើ2នេះហើយយើងធ្វើការកណនាគុណចូលមកអានេះគុណទៅវាបាន9ផៃលើ2បូកជាមួយផៃលើ2អញ្ចឹងយើងតម្រូវភាគបែងមកភាគបែងវាដូចគ្នាយើងបូកចូលគ្នាមក9ផៃបូកផៃទៀតវាទៅជា10ផៃ10ចែកជា2វាបាន5វាទៅជា5ផៃអញ្ចឹង5ផៃបាទយើងអាចគិតមកជុំរង្វង់មកជុំរង្វង់2ផៃ2ជុំរង្វង់វា4ផៃអញ្ចឹងវានៅសល់តែផៃឯងបាទកន្លះរង្វង់ទៀតបាទអញ្ចឹងមានន័យថាទីតាំងរបស់វាហ្នឹងគឺស្ថិតនៅត្រង់កន្លែងស៊ីនផៃណាបាទអញ្ចឹងស៊ីនផៃស្មើប៉ុន្មានស៊ីនផៃឈប់សិនស៊ីន5ផៃគ្រូ ស៊ីន5ផៃបាទស៊ីន5ផៃស៊ីន5ផៃស្មើ0អញ្ចឹង0គុណ9ស្មើ0គឺចង់សួរចង់បញ្យល់ពួកយើងថាម៉េចបានស៊ីន5ផៃស្មើ0ដឹងហ៎បញ្ញាសាដោយសារតែស៊ីនការផៃទោះការនឹងសេះឬក៏គូស៊ីននឹង0ដោយសារតែវាមកជុំវងឡើងថាតស៊ីនផៃលើ2អីឬក៏3ផៃលើ2បានវាមានតម្លៃហ្នឹងហើយចំណាំអញ្ចឹងក៏មួយយ៉ាងដែរឬក៏យើងអាចគិតចេះមកជុំវា2ផៃដែរហ៎មកជុំ2ផៃ2ជុំវា4ផៃអញ្ចឹងហ៎ហើយដល់ពេលនៅសល់តែ1ផៃគឺវាកន្លះជុំទៀតវាទៅនៅពាក់កណ្ដាលរង្វង់នោះបាទអញ្ចឹងវាត្រូវ0ហ្នឹងហើយបាទស្មើ0ណាអូខេអញ្ចឹងស៊ីន5ផៃបាទវាស្មើជាមួយនឹង0បាទស៊ីន5ផៃអញ្ចឹងនេះយើងយកទៅគុណនឹង9ទៅបាទអញ្ចឹងស្មើនឹង0សង់ទីម៉ែត្រអញ្ចឹងអត្ថន័យកន្លែងនេះទីតាំងនេះគឺវាត្រឡប់មកដល់ទីតាំងដើមវិញទីតាំងលំនឹងវិញណាព្រោះ0សង់ទីម៉ែត្រ x ស្មើ0ណាតាដល់កន្លែងនេះមានកន្លែងណាឆ្ងល់ទេអាចសួរនាំសួរបញ្ជាក់បន្ថែមអូខេបើអត់មានទេយើងចូលទៅអនុវត្តចំហាត់បាទតាសាអនុវត្ត PLS 1ធ្វើលំយោអាម៉ូនិកតាម AOX ដែលមានសមីការ x បាទអនុគមនឹង PT ស្មើនឹង8ស៊ីន10ផៃតេបូកផៃលើ2គិតជាសង់ទីម៉ែត្រដែរបាទកណនី amplitude position ផាតដើមខួបនឹង frame កង់បាទរកទីតាំងរបស់ PLS នៅគណៈ t ស្មើ 0.05 វិនាទីណាវាច្រឡំអានេះអាមុន 0.50 វិនាទីអានេះ 0.05 វិនាទីបាទអញ្ចឹងយើងប្រយ័ត្នច្រឡំដូចអាមុនលេងគេដាក់1លើ2ឯងអានេះដាក់1លើ2ដែរប្រយ័ត្នអត់ត្រូវទេបាទ
ចឹងអានេះគឺ0.05 វិនាទីតាអញ្ចឹងទៅពេលឲ្យពួកយើង3នាទីចាស់លំហាត់នេះយើងធំដែរបាទអាច3នាទីក្នុងការកណនីសេកាត់ណាសំណួរកដឹងថាស៊ីផុយណាមើលឃើញភ្នែកហើយសំណួរខត្រូវការកណនីបន្តិចជាមួយអនុគមត្រីកោណមានសិនណាត្រូវច្បាស់មុំបាទយើងមកដល់លំហាត់ទី10ហើយលំហាត់នេះហើយនៅសល់តែ2លំហាត់ទៀតបាទចប់នៅសល់តែការប្រឡងសាកល្បងហើយតែពេលយើងអាចធ្វើលំហាត់នេះបានមានអីឡងណាធ្វើបានទេតាហើយនៅមកសុំចម្លើយមកតាសំណួរកខាងណាអ្នកឲ្យចម្លើយតា ខ្ញុំបងអើយបាទលោកគ្រូ amplitude ស្មើ8 cm អឺ pulsation ស្មើ10 pi រ៉ាត់យ៉ង់ក្នុង1វិនាទីហើយនឹងផាសដើមស្មើនឹង pi លើ2រ៉ាត់យ៉ង់ខួបស្មើនឹង 0.2 សេកង់ហើយនឹងប្រេកង់ស្មើ5 a បាទត្រឹមត្រូវណា នៅខណៈពេល t ស្មើ 0.5 យើងឃើញ y ស្មើដក8 ដក8 cm ហា0ខ្ញុំកណនីខុស ហាមិនចឹងហាមិនចឹងនេះអាកន្លែងមួយ0.5 ខ្ញុំច្រឡំអាកន្លែងរយៈពេល t ហ្នឹងហើយ 0.05 ហ្នឹងអាហ្នឹងស្មើ1លើ20ទេឡើយយ៉ាសាក់យក1លើ1.20មកឃើញបើគូខ្ញុំច្រឡំយក5ចែក100ទៅច្រឡំសម្រួលទៅឃើញ1លើ2 1លើ2ហ្នឹងហើយឃើញទេហ្នឹងប្រយ័ត្នប្រយែងកន្លែងហ្នឹងអត់អីទេណាមានតែកន្លែងហ្នឹងតិចទេបាទកន្លែងនេះយើងគុណចូលមក10 pi បាទចែកជាមួយនឹង20យើងអាចសម្រួលទៅវាបាន1លើ2ណាវាទៅជា pi លើ2 pi លើ2បូក pi លើ2វាបាន2 pi លើ2 2 pi លើ2យើងសម្រួលបាទ2ចេញទៅនៅសល់ pi អញ្ចឹង sin pi ស្មើ0ណាបាទអញ្ចឹងទីតាំងគឺនៅទីតាំងលំនឹងដដែលបាទតាមានចម្ងល់កន្លែងណាទេបាទអត់មានយើងទៅមុខទៀតបាទសល់2លំហាត់ទៀតណានេះគឺប្រាប់ពីដើមនេះថាលំហាត់នឹងមានជាគូរបស់វាគ្រូដាក់មួយគ្រូបញ្យល់ហើយមួយទៀតទុកឲ្យពួកយើងអនុវត្តអាហ្នឹងជាវិធីដែលគ្រូតែងតែបរៀនសិស្សហើយសិស្សគាត់មានទំនុកចិត្តក្នុងការរៀនហើយគាត់អាចមើលហើយគាត់អនុវត្តគាត់ចាប់បានហ្នឹងគឺចឹងព្រោះគ្រូរៀនក៏រៀនតាមបែបហ្នឹងដែរណាគ្រូរៀនគឺរៀនតាមលំនាំដែលគ្រូគាត់បានដាក់ឲ្យហើយគប់ផ្សំនឹងការធ្វើលំហាត់ឲ្យបានច្រើន
បាទនិយាយទៅតើមួយមុខវិជ្ជាគណិតរូបគីមីជីវៈអីនេះបាទចំបកែតតែធ្វើលំហាត់ឲ្យបានច្រើនមើលឲ្យបានច្រើនធ្វើឲ្យបានច្រើនហើយបើដូចខ្មែរមុខវិជ្ជាខ្មែរបើចំបកែអានសភៅឲ្យបានច្រើនមើលរឿងអីឲ្យបានច្រើនអាហ្នឹងយើងអាចមានគំនិតច្រើនក្នុងការសរសេរតែងសេចក្តីហើយបាទតែអញ្ចឹងបន្តទៅទៀតចូលដល់លំហាត់ទី11បាទតកតងជាមួយចលនាក្របបាញ់អញ្ចឹងគេថាក្របផ្លោងមួយត្រូវបានបាញ់ចេញពីផ្ទៃដីបាទបាញ់ពីដីទៅដែលល្បឿនដើម v 0ស្មើនឹង 8.0 ម៉ែត្រក្នុង1វិនាទីនិងបង្កើតបានមុំតេតាស្មើនឹង45ដឺក្រេធៀបទៅនឹងប្លង់ដេកឧបមាថាសន្ទុះទំនាយផែនដី c ស្មើ 9.8 ម៉ែត្រក្នុង1វិនាទីការ៉េហើយមិនគិតកម្លាំងទប់នៃខ្យល់បាទកចៅកណនីចម្ងាយធ្លាក់បាទអញ្ចឹងចម្ងាយធ្លាក់ក្នុងនេះគេតាំងដោយអក្សរ អណាតែក្នុងមេរៀនយើងគឺតាំងដោយអក្សរ x ខចកណនីកម្ពស់ឡើងអតិបរមាបាទអក្សរ x ធំ max height ណាអង់គ្លេស max height កចកណនីខណៈពេលដែលបាល់ទៅដល់កម្ពស់ s ហ្នឹងរយៈពេលដែលបាល់ឡើងដល់កម្ពស់និងរយៈពេលដែលបាល់កន្លែងដែលបាល់ធ្លាក់រយៈពេលហោះហើរសរុបបាទអញ្ចឹងសំណួរកនេះមាន2ណារយៈពេលឡើងដល់កម្ពស់និងរយៈពេលដែលបាល់ធ្លាក់ទៅដល់ដីអញ្ចឹងយើងមើលដំណោះស្រាយដំបូងយើងស្រង់បំរាប់ទៅបង្រាប់ស្គាល់ល្បឿនដើមស្គាល់មុំហើយនឹងស្គាល់សន្ទុះទំនាយផែនដីសន្ទុះទំនាយផែនដីក្នុងនេះគេឲ្យ 9.8 ណាបាទអញ្ចឹងយើងយកទៅប្រើគឺ 9.8 ប៉ុន្តែនៅក្នុងប្រឡងអន្តរជាតិអីបើគេអត់ឲ្យតម្លៃលេខមកទេកន្លែងនេះបងអូនត្រូវយក 9.81 ព្រោះ 9.81 ហ្នឹងគឺជាសកលមកប្រឡងថ្នាក់ជាតិប្រឡងអន្តរជាតិអីគឺសេគឺយក 9.81 ទៅកណនីណាបានត្រឹមត្រូវការកណនីដោយខ្វះកតុយលេខហ្នឹងធ្វើឲ្យចម្លើយយើងចេញមកអាចខុសដែរបាទអញ្ចឹងប្រយ័ត្នប្រយែងជាពិសេសបងប្អូនដែលចង់ត្រៀមប្រឡងយកអាហារូបករណ៍ប្រឡងបួកទៅសុខក្រៅអីណាបាទកន្លែងហ្នឹងត្រូវយកចិត្តទុកដាក់សំណួរកកណនីចម្ងាយធ្លាក់បាទអញ្ចឹងរូបមន្តយើងធ្លាប់រៀនហើយបាទគឺនេះ x ឬក៏ o ហ្នឹងគឺស្មើនឹង v 0ការ៉េ sin 2 theta លើ z ចាំរូបមន្តហ្នឹងណាបាទតើតើមួយចម្ងាយធ្លាក់ចេញមិនបានអត់ចូលចេញគូមួយចាប់បណ្ដោយអូខេចាំតិចគ្រូសេរីថ្មកុំព្យូទ័រតិចបាទជាចង់អត់ថ្មអូខេបាទកុំព្យូទ័រហ្នឹងវាពិបាកបញ្ចូលថ្មទៀតនេះចាំមកណាខ្សែមិនមកកុំព្យូទ័រមកពីខ្សែអូខេចាំហើយតាយើងបន្តទៅទៀតបាទអញ្ចឹងកន្លែងនេះយើងត្រូវចំណាំរូបមន្តទាក់ទងជាមួយចម្ងាយធ្លាក់ណាគឺ v 0ការ៉េ sin 2 theta លើ c បាទអញ្ចឹងយើងជួលេខចូលមក v 0គឺ8បាទលើកជាការ៉េទៅ sin លេខ2ទុកដដែលមុំ theta គឺស្មើនឹង45បាទអញ្ចឹងក្នុងការកណនីលេខបែបនេះដំបូងយើងយក8លើកជាការ៉េអញ្ចឹង8ការ៉េបាន64កន្លែង sin នេះយើងយក2គុណ45 2គុណនឹង45វាបាន90អញ្ចឹង sin នៃមុំ90តម្លៃស្មើនឹង1
បាទតទៀតយើងយក64បាទគុណ1ទៅឃើញ64ដដែលទេចែកជាមួយ 9.8 ទៅបាទយើងឃើញ 6.53 ម៉ែត្របាទឥឡូវចូលដល់កម្ពស់ឡើងបាទគឺហាស់អញ្ចឹងរូបមន្តរបស់វាគឺហាស់ស្មើនឹងv0 ការ៉េ sin ការ៉េ theta លើ 2c ឃើញទេបាទហាស់ស្មើ v0 ការ៉េ sin ការ៉េ theta លើ 2c បាទអញ្ចឹងជួលលេខចូលមក8ការ៉េ sin 45លើកជាការ៉េបាទចែកនឹង2គុណ 9.8 អញ្ចឹង8 ដង64 sin 45 sin 45វាស្មើនឹង0.វាស្មើនឹងឬ2លើ2ណាវាស្មើនឹងចែកជាចំនួនទស្សភាគទៅវាស្មើនឹង 0.707 បាទយក 0.707 លើកជាការ៉េទៅវាស្មើនឹង 0.4999 អញ្ចឹងយើងយក0.5 មក 0.49 ណាអញ្ចឹងយើងអាចប្រកួតឡើងតិចមកទៅជា 0.5 ហើយតែយើងយក64គុណនឹង 0.5 នេះចែកនឹង 19.6 19.6 នេះបានមកពី2គុណ 9.8 ណាបាន 19.6 ហើយយើងកណនាមកឃើញប្រហែលនឹង 1.63 ម៉ែត្រតើតើមួយកន្ទុយក្បៀសយល់ល្អយើងយកឲ្យបាន3ខ្ទង់ក្រោយក្បៀសអាហ្នឹងគឺសក្រិតជាអន្តរជាតិគឺគេយក3ខ្ទង់ក្រោយក្បៀសអញ្ចឹងពេលគ្រូរៀននៅសកលនៅភូមិមិនគ្រូម្នាក់គាត់និយាយគាត់កាន់នៅក្នុងឧស្សាហកម្មហ្មងគាត់ថាបើយើងយក2ខ្ទង់ក្រោយក្បៀសវាមានភាពលំអៀងខ្លាំងអាចនឹងធ្វើឲ្យប្រព័ន្ធមានបញ្ហាទៀតតើយក3ខ្ទង់បានដំណើរការប្រកបដីអញ្ចឹងយក3ខ្ទង់ក្រោយក្បៀសណាបងប្អូនគ្នាបន្តទៅទៀតចូលដល់កណនាពេលទៅដល់កម្ពូលនិងពេលធ្លាក់ដល់ដីអញ្ចឹងពេលដល់កម្ពូលបាទគឺទ្រមុនវាបាទ v0 sin theta លើ c អញ្ចឹង v0 ស្មើ8 sin theta ស្មើ45អញ្ចឹង sin 45ស្មើ 0.707 ណាបាទអញ្ចឹងយក8ទៅគុណ 0.707 ទៅហើយយកទៅចែកនឹង 9.8 ទៅបាទយើងឃើញប្រហែលនឹង 0.58 វិនាទីដល់ពេលរយៈពេលធ្លាក់ដល់ដីបាទយើងអាចយកនេះរយៈពេលឡើងដល់កម្ពូលនេះគុណ2តែហ្មងទៅអាហ្នឹងលឿនបាទពីព្រោះយើងដឹងហើយថារយៈពេលសរុបហ្នឹងវាស្មើនឹង2ដងរយៈពេលដែលអង្គធាតុឡើងដល់កម្ពូលបាទអញ្ចឹងគុណចូលគ្នាមកយើងនឹងឃើញតម្លៃ 1.16 វិនាទីបាទអញ្ចឹងចំពោះលំហាត់ចលនាក្របបាញ់នេះយើងអាចផ្ទៀងផ្ទាត់បានណាយើងអាចផ្ទៀងផ្ទាត់ជាមួយនឹងកម្មវិធី app មួយហើយជាមួយគ្រូបាទចូលទៅកម្មវិធី app មួយដើម្បីបាទផ្ទៀងផ្ទាត់ចម្លើយអូខេនេះកម្មវិធី pad បាទប្រហែលជាពួកយើងធ្លាប់ជួបហើយកម្មវិធីហ្នឹងបាទអញ្ចឹងចំពោះកម្មវិធីនេះយើងគ្រាន់តែធ្វើការសេរីឲ្យត្រូវជាមួយរូបមន្តរបស់យើងមកបាទអញ្ចឹងលំហាត់គេឲ្យមកល្បឿន8មុំ45បាទល្បឿន8មុំ45ល្បឿន8ម៉ែត្រក្នុង1វិនាទីមុំ45បាទនេះប៉ុណ្ណេះអញ្ចឹងយើងកណនាឃើញចម្ងាយទម្លាក់គឺ 6.53 អូខេអញ្ចឹងយើងអាចទាញកម្រាស់នេះទៅកាន់ 6.53 1.5 ចុះអូខេអញ្ចឹងយើងធ្វើការបាញ់ផោងបាទឃើញទេត្រឹមត្រូវយើងចង់ដឹងយើងវាស់យកមកវាស់មកបាទដាក់មកកន្លែងនេះបាទអញ្ចឹងយើងឃើញថែមរយៈពេលចម្ងាយសិនចម្ងាយធ្លាក់គឺ 6.52 ឃើញខុសគ្នាបន្តិចណានៅ 6.53 នេះ 6.52 រយៈពេលធ្លាក់ដល់ដី 1.15 ហើយក្នុងលំហាត់ជើងមិញរយៈពេលធ្លាក់ដល់ដីមាននេះដូចជាអត់សួររកទេរយៈពេលធ្លាក់ដល់ដីអូនេះក្រោយគេនេះ 1.16 បាទយើងឃើញថាខុសគ្នាបន្តិច
1.15 1.16 ណាខុសគ្នាបន្តិចកតុយកបៀបាទមកពីយើងយក2ខ្ទង់ចាំវាយក3ខ្ទង់ប្រហែលជាត្រូវមួយទៀតយើងចង់ដឹងកម្ពស់ឡើងយើងយកអស់វាទៅដល់កន្លែងចំណុចមួយពណ៌ធ្វើជានេះបាទអញ្ចឹងយើងឃើញរយៈពេលឡើងដល់កម្ពស់ហ្នឹងគឺ 0.58 មើលចម្លើយយើងត្រូវអត់បាទនេះត្រូវតែម្ដងណារយៈពេលឡើងដល់កម្ពស់គឺ 0.58 ហើយកម្ពស់ 1.63 ម៉ែត្រឃើញទេត្រូវទេកន្លែងហៃនេះ 1.53 បាទត្រឹមត្រូវកន្លែងរែងនេះគឺ 3.26 នេះអានេះគឺយើងគិតពីកន្លែងបាញ់រហូតមកដល់កន្លែងនេះបាទឡើងដល់ខ្ពស់ហ្នឹងយើងគិតនៅលើអាដេកហ្នឹងគឺ 3.26 ហ្នឹងហើយត្រូវអស់ហើយតោះមកដល់កន្លែងនេះមានអីឆ្ងល់ទេអាចសួរនាំមានទេអ្នកគ្នាបាទអញ្ចឹងស្ងាត់អញ្ចឹងតំណងជាមិនមានទេណាតើបើអត់មានទេធ្វើលំហាត់បាទចូលទៅធ្វើលំហាត់នេះលំហាត់ទី12ដែលជាលំហាត់ចុងក្រោយក្របផ្លោងមួយត្រូវបានបាញ់ចេញពីដីដោយល្បឿនដើម v0 10 ម៉ែត្រក្នុងវិនាទីនិងបង្កើតបានមុំ θ 30 ដឺក្រេធៀបទៅនឹងប្លង់ដេកឧបមាថាសន្ទុះទំនេរផែនដី z ស្មើ 9.8 ម៉ែត្រក្នុងវិនាទីការ៉េហើយមកគឺកម្លាំងទំនេរខ្យល់គណនាចម្ងាយធ្លាក់គណនាកម្ពស់ឡាទេបរមាគណនារយៈពេលឡើងដល់កម្ពស់និងរយៈពេលធ្លាក់ដល់ដីរយៈពេលសរុបតោះទៅពេលឲ្យពួកយើងខ្ទង់ជាបាទ3នាទីហើយជាអាចធ្វើបានទេទៅ3នាទីបាទ3នាទីបានទេតែឲ្យ5នាទីតាបាទគណនាចេញចម្លើយទាំង3ទាំង4ហ្នឹងមកតែកុំលួចទៅចូលក្នុង app នេះណាបាទបើមិនជួយចូលទៅក្នុងកម្មវិធី pad នេះបាទសេរីមុំសេរីអីដាក់ឆ្លើយជាមួយគ្រូហ្មងអាយ៉ាអាហ្នឹងវិធីលឿនណាតែយើងអត់បានការគណនាទេអញ្ចឹងត្រូវគណនាទៅជាការល្អព្រោះពេលយើងប្រឡងអីយើងមានតែបានប្រើ app ហ្នឹងណាមិនចឹងហីបាទតោះនាំវាធ្វើបន្តិចទៅលោកគ្រូឃើញចម្ងាយធ្លាក់ស្មើ10.204 ម៉ែត្រអីចំគណនាខុសទៀតអូយច្រឡំប្រើមុំ45បាទមុំគេឲ្យអូ30ទៅអស់ខុសទាំងអស់ខុសទាំងអស់ហ្មងតែឡើយសាកម្ដងទៀតមើលតាគ្រូអាហ្នឹង3.84ត្រូវអត់បាទត្រូវហើយ 3.84
ហើយអើយហាស់នោះ1.20 28 បាទត្រូវតែម្ដង មួយទៀតអត់ហើយបងគ្រូ này thơ tiên đấy vậy លោកគ្រូតែឃើញប៉ះឈប់ គ្រូហោះដល់កំពូលហ្នឹង0 តែអេហាគ្រូ 0.51 ត្រូវអត់ ហ្នឹងហើយត្រូវហើយ 0.51 អានោះ 1.02 ឯគ្រូ មែ គុណនឹង 2 គិតនឹង2ហ្នឹងហើយត្រូវហើយ 1.02 អូខេ that's all តាអញ្ចឹងឃើញថាពួកយើងបានសិក្សាចប់ហើយទាំងវគ្គសំណួរហើយនិងវគ្គលំហាត់អនុវត្តយើងនៅសល់តែវគ្គប្រឡងបញ្ចប់ទេប្រឡងសាកល្បងណាប្រឡងបញ្ចប់ប្រឡងសាកល្បងនេះអញ្ចឹងគ្រូបានផ្ញើបាទ link នៅក្នុងក្រុម Telegram ពួកយើងហើយអញ្ចឹងពួកយើងចាំចុចចូលតាម link ហ្នឹងទៅហើយចំពោះ password សូមពួកយើង copy ហ្មងទៅណា copy password នេះខ្ញុំចូលចិត្តរូបវិទ្យាហ្នឹងយកទៅដាក់បាទដើម្បីចាប់ផ្ដើមទៅបាទអញ្ចឹងចូលទៅយើងនឹងឃើញមានកន្លែងលំហាត់អនុវត្តដែលយើងបានធ្វើរួចរាល់អស់ហើយបាទហើយអ្វីយើងត្រូវធ្វើគឺប្រឡងចូលទៅប្រឡងយើងចុចចាប់ផ្ដើមការធ្វើតែឥឡូវនេះមកបាទប៉ុន្តែពួកយើងត្រូវដឹងថាពេលយើងចូលគេនឹងទារ password ណានេះកន្លែងមុននឹងមកចូលមកដល់កន្លែងលំហាត់អនុវត្តនេះគឺយើងត្រូវដាក់ password អញ្ចឹងគូធ្វើឲ្យមើលតែម្ដងអញ្ចឹងគូចេញទាំងអស់បាទគូចេញឡើងចេញសារថ្មីទាំងអស់អូខេអញ្ចឹងនេះ link បាទនេះគឺជា link សម្រាប់ចូលទៅប្រឡងគូធ្លាក់ចូលក្នុងក្រុមយើងនេះ link នេះហើយនេះ password អញ្ចឹងដំបូងយើងត្រូវ copy password សិន copy password ឲ្យហើយមកដល់មកទៀតយើងចុចចូលតាម link នៃគ្រូឲ្យនឹងមកបាទនេះអញ្ចឹងកន្លែងនេះយើងត្រូវបញ្ចូល password ណាបាទបញ្ចូល password មកហើយចុចចូលមើលទៅបាទនេះគឺលំហាត់អនុវត្តពី1ដល់12ពួកយើងអាចចុចមើលឡើងវិញបានអានេះបាទចុចមើលតាមលំដាប់លំដោយជំហានវាមួយអញ្ចឹងមកបាទនេះគឺតកតងជាមួយការកន្លែងណាយើងអត់យល់យើងអាចមើលឡើងវិញកន្លែងហ្នឹងណាបាទហើយអ្វីដែលសំខាន់គឺយើងត្រូវចូលទៅប្រឡងសាកបាទចាប់ផ្ដើមប្រឡងទៅហើយយើងជ្រើសរើសទៅបាទអញ្ចឹងយើងជ្រើសរើសបន្តគ្នាអញ្ចឹងកណនីឲ្យត្រឹមត្រូវណាហើយជ្រើសរើសធ្វើម៉េចបាទឲ្យត្រូវមកនេះគ្រូគ្រាន់តែឧទាហរណ៍ទេបាទឧទាហរណ៍អញ្ចឹងឃើញទេចេះតែចុចអញ្ចឹងគឺបានតែ8ពិន្ទុឲ្យលើ50អញ្ចឹងពួកយើងត្រូវធ្វើដោះស្រាយអីឲ្យត្រឹមត្រូវជ្រើសរើសចម្លើយត្រឹមត្រូវមក
បាទហើយធ្វើម៉េចឲ្យបានបន្ទុក50លើ50តោះនេះដល់គ្នាប៉ុណ្ណឹង តើលោកគ្រូ បាទហ្នឹងហើយអញ្ចឹងជាចុងក្រោយបាទគ្រូសូមថ្លែងអំណរគុណដល់បងប្អូនទាំងគ្នាសម្រាប់ការចំណាយពេលដ៏មានតម្លៃក្នុងការបាទចូលរួមរៀនបាទវគ្គសិក្សានេះហើយគ្រូសង្ឃឹមថាពួកយើងនឹងទទួលបានលទ្ធផលល្អសម្រាប់បាទការប្រកួតប្រជែងរបស់បងប្អូនទាំងអស់គ្នាហើយជូនពរឲ្យប្រឡងជាប់បានសន្ទុះល្អគ្រប់គ្នាហ្នឹង គ្រូប្រឡងស្អែកបានតែ ហ្នឹងហើយប្រឡងស្អែកក៏បានដែរអីអាតំណភ្ជាប់ឲ្យទៅហ្នឹងហ្នឹងហើយ ចាគ្រូ អត់អីទេអាចសម្រាប់បានព្រោះយប់ជ្រៅដែរណាតាមានអីទៀតទេនេះយើងបាទមានយើងអាចសម្រាប់តាមប៉ុណ្ណឹងណាអូខេ ជំរាបលាលោកគ្រូ បាទទីកែវមិនអីដេកលឿនបានដល់ហើយ មានលោកគ្រូ បាទ អត់ អរគុ មាន ណច្រើន អី ហ្នឹងហើយ ចង្អល់ទេរី បាទជំរឿសង្ឃឹមថាពួកយើងនឹងមានឱកាសជួបគ្នានៅពីក្រោយហ្នឹងអូខេបាយបាយ បាទលោកគ្រូបាទមានលោកគ្រូ បាយបាយអរគុណអូខេ